បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមានវីដេអូថ្មីប្លែកមួយនៅទីកន្លែងថ្មីនៅខាងក្រោយខ្ញុំនេះគឺជាកន្លែងមួយដែលគេធ្លាប់ធ្វើការឋានសំណង់ឬក៏ជាកន្លែងគេពីមុនមកអញ្ចឹងនៅនេះគឺចុះមកពីស្រុកកោឆ្ងាយដែរហើយគឺល្បីថាជាកន្លែងមួយដែលមានអមនុស្សនៅអញ្ចឹងអ្នកធ្វើដំណើរយប់ឡើងគឺតែងតែជួបប្រទះនឹងអមនុស្សនៅកន្លែងនេះអញ្ចឹងខ្ញុំមកថតកន្លែងនេះដើម្បីផ្ដិតយកទស្សនវិជ្ជាទាំងអស់ហ្នឹងជូនទៅពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនានេះនៅខាងក្រោយខ្ញុំនេះផ្ទះនេះគេបោះបង់ចោលអញ្ចឹងណាបងប្អូនគួរខ្លាចមែនទែនតែពេលថ្ងៃវានៅជិតផ្លូវអញ្ចឹងខ្ញុំហ៊ានចូលមកថតតែពេលយប់អត់ហ៊ានចូលមកថតទេវាយប់អញ្ចឹងទៅខ្លាចដែរហ្នឹងណាបងប្អូនជាក់ស្ដែងគឺឃើញស្រាប់ហើយចាំមើលខ្ញុំដាក់កាមេរ៉ាក្រោយឲ្យពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាបាទនេះបងប្អូនហ្នឹងហើយជាកន្លែងគេបោះបង់ចោលចាំបន្តិចទៀតខ្ញុំនឹងចេញទៅខាងក្រៅបង្ហាញពីទិដ្ឋភាពមកពីថ្នល់ជាតិមកខាងក្នុងវិញឲ្យបានឃើញទាំងអស់គ្នាហើយខ្ញុំមកនេះមកគ្នា2នាក់3នាក់តែគាត់ហ៊ានចូលក្នុងខាងក្រៅកន្លែងនេះពីមុនគេនៅតែបងប្អូនគេនៅតែឥឡូវគេត្រូវបានបោះបង់ចោលហើយមិនដឹងជាម្ចាស់ដីហ្នឹងគាត់មកអភិវឌ្ឍនៅកន្លែងនេះដឹងថ្ងៃណាទេប៉ុន្តែរឿងរ៉ាវមួយចំនួនទៀតឮគេថាមានអមនុស្សនៅទីនេះយប់ឡើងអ្នកដែលធ្វើដំណើរតាមផ្លូវជាតិតាមផ្លូវហ្នឹងផ្លូវជាតិចុះពីស្រុកកកមកដីប្រហែលជា7 9គីឡូអីហ្នឹងបងប្អូនខ្ញុំបានបោះគេថាឃើញមានមនុស្សរត់ឆ្លងកាត់អីចឹងណាបងប្អូនរត់ឆ្លងកាត់មកចូលមកក្នុងហ្នឹងតែម្ដងបាត់ឈឹងអញ្ចឹងទៅគេថាឡងណាបងប្អូនហើយនេះខ្ញុំចូលមកនេះព្រឺសបល់ខ្ញាក់តែម្ដងហើយនេះបរិវេណនៅខាងក្រោយហើយមើលទៅបាទគួរឲ្យខ្លាចមែនតើហើយខ្ញុំចូលមកនេះខ្ញុំសុំចាស់ទឹកម្ចាស់ដីអីអស់ហើយបាទអស់លោកដែលរក្សានៅទីកន្លែងនេះដើម្បីធ្វើការអនុញ្ញាតហើយបើតាមតែខ្ញុំគិតមើលកន្លែងនេះហ្នឹងឮគេថាមានដងហ្នឹងណាគេធ្លាប់វាយកូនក្មេងសម្រាប់បោះចូលក្នុងហ្នឹងអាហ្នឹងតាមតែខ្ញុំធ្លាប់ឮលៀងពីពាក្យសម្ដីចាស់ដែលនៅតំបន់នេះចឹងណាបងប្អូនហ្នឹងហើយឥឡូវខ្ញុំបែរកាមេរ៉ាមកខាងមើលវិញបាទបងប្អូនហ្នឹងហើយនេះខាងក្រោយខ្ញុំនេះកន្លែងលូនេះបងប្អូនឃើញអត់អាលូហ្នឹងណាបងប្អូនលូហ្នឹងហើយនេះបរិវេណនៅខាងក្រោយបាទនៅខាងក្រោយខ្ញុំផ្ទាល់តែម្ដងនេះបងប្អូនឃើញថាគួរឲ្យព្រឺសម្បល់មែនតើបងប្អូនខ្លាចហើយដើមអំពិលនេះក៏ធ្លាប់មានគេមកចងកប៉ុន្តែអត់បានសម្រេចទេត្រូវបាននៅក្រុមគ្រួសារបងប្អូនគេបានមកជួយតន់អញ្ចឹងណាហ្នឹងហើយនៅខាងក្រោយខ្ញុំនោះក៏នៅខាងមុខខ្ញុំនោះតិចទៀតចាំមើលខ្ញុំដាក់កាមេរ៉ាទៅកន្លែងហ្នឹងគឺមានស្ត្រីមានវិបត្តិពេលមានវិបត្តិទៅចង់រកធ្វើអត្តឃាតខ្លួនឯងនេះនៅខាងក្រោយខ្ញុំនេះនៅខាងក្រោយខ្ញុំហ្នឹងចង់ធ្វើមានវិបត្តិខ្លាំងពេកគឺថាតកែអត់បើកលុយបើកអីឲ្យអញ្ចឹងណាហើយអញ្ចឹងគាត់ចង់ធ្វើអត្តឃាតខ្លួនឯងទៅពេលត្រូវបានគេដឹងគេជួយសង្គ្រោះទាន់ហើយអាកន្លែងហ្នឹងក៏គេត្រូវបានគេចោលដែរបងប្អូនហ្នឹងគេវាយចោលនេះយើងមើលទិដ្ឋភាពទៅដឹងថាគួរព្រឺព្រួតប៉ុណ្ណាគេវាយចោលអស់លីងហើយគេលែងនៅហើយបាទបងប្អូនគេបោះបង់ចោលគេលែងទុកទៀតហើយនេះបងប្អូនបាទខ្លាចឬពិតជាព្រឺព្រួតមែនតើបាទខ្ញុំអត់ហ៊ានចូលទៅចិត្តទេញើតដែរហ្នឹងហើយឥឡូវវិលមកខាងលំនៅដើមយើងវិញនេះបងប្អូនមើលទៅគឺស្ថិតនៅក្នុងទីកន្លែងមួយដ៏គួរខ្លាចពេលថ្ងៃចឹងអត់អីទេពេលថ្ងៃចឹងធម្មតាប៉ុន្តែយប់ឡើងព្រឺព្រួតមែនតើខ្ញុំជិះម៉ូតូឆ្លងកាត់តាមហ្នឹងក៏មានអារម្មណ៍ថាគួរខ្លាចដែរប៉ុន្តែអត់ដែលបានជួបប្រទះទេតែធ្លាប់ឮដល់ស្រុកគេដឹងឮចឹងទៅគាត់ក៏បានប្រាប់ខ្ញុំនេះបរិវេណនៅខាងត្បូងខាងជើងណាជាមែនតើធម្មតាទេបាទប្រពៃណីខ្មែរយើងវប្បធម៌បរមរានតាំងពីដូនតាមកតែមានជំនឿហើយទៅលើអមនុស្សតែផ្ទះគេបានបោះបង់ចោលគឺតែងតែមានអមនុស្សខ្មោចព្រាយបិសាចខ្មោចអនាថាអីចូលមករស់នៅអញ្ចឹងវាពិបាកនឹងសន្និដ្ឋានដែរហើយនោះបាទគ្នាខ្ញុំនៅខាងក្រៅហ៊ានចូលទេនៅលើផ្លូវជាតិហើយផ្លូវនេះបាទគឺបដោយផ្លូវចុះពីផ្សារកកឬក៏ទីរួមស្រុកកកខេត្តពោធិ៍សាត់យើងហ្នឹង
ចុះទៅត្បូងចម្ងាយដី40គីឡូជាងក៏ដល់រមណីយដ្ឋានទឹកធ្លាក់ច្រកលៀងហើយខ្ញុំធ្វើដំណើរមកដីចូល9គីឡូចូលមកដល់ហ្នឹងមានមនុស្សម្នាគេឆ្លងកាត់ធម្មតាទេប៉ុន្តែយប់ឡើងបានគួរព្រឺព្រួយហើយកន្លែងនេះគឺធ្លាប់មានមនុស្សគឺថាគេមកហូបចុកផឹកស៊ីហើយមានទំនាស់ទាស់ទែងនៅកន្លែងគេចុះខាងមុខឥឡូវគេត្រូវបានបោះបង់ដូចថារស់នៅអត់បានទេមានមនុស្សម្នាតែងតែមករស់នៅតែក្តៅក្រហាយហើយដោយសារតែអាចនឹងរឿងរ៉ាវប្រភេទអមនុស្សទាំងអស់ហ្នឹងឯងវាតែងតែធ្វើឲ្យម្ចាស់ផ្ទះម្ចាស់លំនៅក្តៅក្រហាយអញ្ចឹងណាបងប្អូនហើយមើលទៅបាទខ្លាចមែនតើវាតែងតែធ្វើឲ្យក្តៅក្រហាយរស់នៅចេះតែឆ្លោះប្រកែកទាស់ទែងគ្នាអញ្ចឹងដល់ពេលទៅត្រូវបានគេបោះបង់ចោលទេអញ្ចឹងទៅហើយដើមឈើមើលទៅដើមឈើដើមស្វាយបាទនោះស្តែនទឹកគេមើលអានេះខ្ញុំមើលបរិវេណនៅខាងជើងវិញច្រឡំបរិវេណនៅខាងត្បូងបាទនេះបរិវេណខាងត្បូងផ្ទះមើលគួរព្រឺព្រួយប៉ុណ្ណាហើយដូចខ្ញុំប្រាប់បញ្ជាក់បងប្អូនទាំងអស់គ្នាអញ្ចឹងគឺដោយសារតែថ្ងៃទេបាទបើយប់អត់ហ៊ានមកទេខ្លាចមែនតើវាព្រឺព្រួយបាទមើលទៅបើសម្រាប់អ្នកខ្សោយបេះដូងអីសំបីតែថ្ងៃសំលេងសัตว์យំរៃយំរ៉ែហ្នឹងក៏មានអារម្មណ៍ថាខ្លាចដែរវាស្ងាត់មែនតើយូម៉ូតូឡានគេបើកតាមថ្នល់នោះម្ដងមួយទេគេបើកមកមួយឆ្លងកាត់តាមទីនេះអញ្ចឹងតែបើយប់ឡើងគេថាលងសាហាវនៅតំបន់នេះផ្ទះជាពិសេសគឺផ្ទះនឹងតែម្ដងហើយនៅខាងនោះមួយទៀតនៅខាងនោះថ្នល់មួយទៀតប៉ុន្តែខាងនោះអត់អីទេគេគ្រាន់តែឃើញថាមានសមលមនុស្សរត់ឆ្លងកាត់តាមផ្លូវអញ្ចឹងចូលមកក្នុងនឹងអញ្ចឹងរត់មករហូតទៅទៀតខ្ញុំទៅថតនៅកន្លែងខាងមុខផ្លូវហ្នឹងឲ្យបងប្អូនបានមើលពីបរិវេណខាងក្រៅមើលមកក្នុងវិញនេះយើងមើលដើមឈើអូយព្រឺព្រួយមែនតើដល់ពេលអញ្ចឹងទៅគឺរឿងរ៉ាវវាតែងតែជួបរឿងអាក្រក់ឲ្យបងប្អូនហ្នឹងហើយចំពោះវីដេអូនេះបើសិនជាបងប្អូនមានការជឿឬក៏មិនជឿអីខ្ញុំអត់ថាមិនទេសំខាន់ប្រពៃណីខ្មែរយើងក៏តែងតែមានវប្បធម៌អរិយធម៌ជំនឿសាសនាទៅតាមបុគ្គលនីមួយៗអញ្ចឹងមើលទៅគឺខ្លាចមកតែឯងអត់ចង់ហ៊ានមកទេមែនទេនិយាយមែនឥឡូវខ្ញុំដើរទៅរៀងឆ្ងាយបន្តិចខ្ញុំទៅផ្ដិតរូបភាពនៅខាងមុខទៀតអាកន្លែងស្តែនទឹកហ្នឹងកម្មករហក់ទៅលើហ្នឹងជាមួយខ្ញុំដាក់កាមេរ៉ាក្រោយមើលនោះបងប្អូនមកកន្លែងហ្នឹងមិនដឹងថាគាត់គិតមិនទេនិយាយរួមឲ្យតែមានបុគ្គលិកណាមួយដែលមកធ្វើការនៅកន្លែងហ្នឹងអញ្ចឹងណានៅជាមួយម្ចាស់ផ្ទះហ្នឹងគេតែងតែប្រកម្មប្រកោសរស់នៅមិនចុះសម្រុងនឹងគ្នាទេអញ្ចឹងបើថាគេបោះបង់ចោលគឺគេលែងនៅតែម្ដងហ្នឹងរឿងរ៉ាវវាមិនខុសពីរឿងប្រវត្តិផ្ទះខ្មោចទិញនៅកំពង់ឆ្នាំងទេបងប្អូនអញ្ចឹងមើលទៅខាងក្រោយខ្ញុំនេះទៅដឹងហើយបាទគួរខ្លាចមែនតើព្រឺព្រួយមិនអាចនិយាយបានទេនៅខាងក្រោយខ្ញុំនេះផ្ទះគេទុកចោលឥឡូវយើងកុំឲ្យខាត់ពេលយូរយើងដើរទៅមុខដើរទៅថ្នល់យើងមើលមកពីផ្លូវជាតិវិញបាទយើងមើលផ្ទះហ្នឹងមកពីផ្លូវជាតិវិញទាំងអស់គ្នាមិនដឹងថាវាគួរព្រឺព្រួយប៉ុណ្ណាយប់ឡើងសមលអមនុស្សរត់ឆ្លងកាត់ទៅមកអញ្ចឹងគួរខ្លាចមែនតើបាទបងប្អូននេះបរិវេណនៅផ្លូវចុះពីផ្សារកកមកចុះទៅមកទៅហើយនេះមកមុខនេះខាងមុខនេះទៅក្រោយនោះអញ្ចឹងអានេះផ្លូវចូលបាទគួរព្រឺព្រួយខ្លាចរអាមែនតើម្ដងអូយមិនដឹងថាមានរឿងអីកើតឡើងទេអ្នកស្រុកតែប្រាប់ខ្ញុំរហូតតែញ៉ាំដែរបានមកអានេះខ្ញុំមកគ្នា2 3នាក់ឲ្យហ៊ានចូលនៅក្រៅនេះគេបងប្អូនហ្នឹងហើយបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបើសិនជាមានមតិយោបល់អីនោះសូមខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំមកខ្ញុំនឹងកែតម្រូវនៅពេលក្រោយទៀតហើយនេះក៏ជាការដកស្រង់ត្រួសពីខ្ញុំផ្ទាល់ហើយចេញពីសម្ដីចាស់នៅក្នុងតំបន់នេះដែលគាត់បានរស់នៅក្នុងភូមិខ្លាកាពើនៅក្នុងស្រុកកកខេត្តពោធិ៍សាត់អរគុណបាយបាយជួបគ្នាវីដេអូក្រោយ